លំអិតព័ត៌មានពាក់ព័ន្ធនឹងករណីឃាតកម្មដ៏សាហាវឃោរឃៅឥឡូវនេះសាច់ញាតិជនរងគ្រោះខាងបងតាក់ស៊ីចាគាត់បានប្រាប់ខ្ញុំថាមិនមែនពួកឃាតករហ្នឹងសម្លាប់ម្នាក់ស្រីហ្នឹងគាត់សំដៅទៅលើជនរងគ្រោះដែលជាភេទទី3ហ្នឹងណាគាត់ថាមិនមែនសម្លាប់ហើយបានហៅឡានបងគាត់ជីទេចាព្រោះព័ត៌មានបឋមយើងទទួលបានអញ្ចឹងខ្ញុំក៏ផ្សាយអញ្ចឹងទៅឥឡូវគាត់មកឃ្លៀឲ្យច្បាស់ហើយទាំងអស់គ្នាស្ដាប់ឲ្យទាន់ណាគាត់ថាម្នាក់ស្រីហ្នឹងជនរងគ្រោះភេទទី3ឈ្មោះលីលីហ្នឹងបាន booking ឡានរបស់បងគាត់ចាចឹងពេលដែល booking ហ្នឹងគឺលេខរបស់នារីភេទទី3ហ្នឹងអ្នក booking ផ្ទាល់ហើយគាត់បានបញ្ជាក់ទៀតថាពេលដែល booking ឡើងជិះឡានមកគឺមានពួកចិនជាមួយនឹងស្ត្រីភេទទី3ហ្នឹងតែម្ដងចាអញ្ចឹងមនុស្សនៅរស់ឯពេលដែលជិះឡានហ្នឹងបងប្អូនហើយគាត់និយាយទៀតថាគាត់អត់ដឹងថាពួកអាចិនហ្នឹងវាមានគំនុំអីឬក៏វាប្លន់ម្នាក់ស្រីហ្នឹងក៏គាត់អត់ដឹងដែរទើបវារៀលដាល់ដល់បងប្រុសគាត់ដែលគាត់អត់ដឹងអីសោះវាសម្លាប់បងប្រុសគាត់បំបិតមាត់ដោយសារខ្លាចបែកផ្ទៃក្នុងព្រោះបងគាត់ជាអ្នករត់ឡានដប់ពួកវាពេលដែលពួកវា booking ចានេះគឺសាក់សីពីសាច់ញាតិរបស់ខាងពូតាក់ស៊ីគាត់ខមមិនប្រាប់ខ្ញុំហ្មងឥឡូវយើងទៅស្ដាប់ភាគីខាងស្ត្រីជាភេទទី3និយាយវិញម្ដងស្ត្រីជាភេទទី3ហ្នឹងគាត់មានសង្សារដែលរស់នៅផ្ទះមួយគ្នាហើយតាមរយៈសង្សាររបស់គាត់បានបំភ្លឺប្រាប់សមត្ថកិច្ចថាស្ត្រីភេទទី3គាត់ជាអ្នកធ្វើការងារនៅក្នុងហាងការ៉ាអូខេមកកន្លែងរបៀបធ្វើការពេលយប់ចឹងទៅសង្សាររបស់ស្ត្រីរងគ្រោះគាត់និយាយថានៅយប់ថ្ងៃទី23ខែឧសភាឆ្នាំ2026នារីភេទទី3ដែលជាសង្សាររបស់គាត់នឹងត្រូវបានភ្ញៀវតាក់ទងចេញទៅខាងក្រៅតែគាត់អត់ដឹងថាទៅណាទេហើយក៏មានរថយន្តតាក់ស៊ីដែលតែងតែដឹកមិត្តស្រីរបស់ខ្លួនមកទទួលចេញពីផ្ទះវាដូចម៉ួយចឹងណាចាដឹកអាសាដឹកទៅដឹកមកអីចឹងទៅហ្នឹងហើយគាត់ហៅពូតាក់ស៊ីឲ្យមកដឹកដូចរដងក្រោយមកក៏គាត់បាត់សង្សារគាត់យូរពេកគាត់តាក់ទងទូរស័ព្ទក៏មិនចូលចឹងក៏គាត់បានប្រើកម្មវិធីតាមដានដល់ពេលគាត់បើកកម្មវិធីតាមដានហ្នឹងបង្ហាញថាមិត្តស្រីរបស់គាត់ដែលជាជនរងគ្រោះហ្នឹងគឺនៅម្ដុំព្រែកឯងគាត់ក៏បានទៅមើលតែរកអត់ឃើញទេហើយគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលតែម្ដងព្រោះចាប់តាំងពីពេលគាត់ដាក់ពាក្យបណ្ដឹងថ្ងៃទី23រហូតដល់ថ្ងៃទី1ខែមិថុនាឆ្នាំ2026ទើបគាត់ទទួលបានដំណឹងពីសមត្ថកិច្ចថាប្រទេសឃើញសាកសពមិត្តស្រីរបស់គាត់នៅក្នុងដីឡូម្ដុំសង្កាត់បាក់ខែងចាអញ្ចឹងហើយគាត់ក៏មកមើលទើបដឹងថាពិតជាសាកសពមិត្តស្រីរបស់គាត់ពិតប្រាកដមែនអញ្ចឹងខ្ញុំនិយាយកាត់បងប្អូនដើម្បីកុំឲ្យវែងពេកព្រោះខ្ញុំបានចេញវីដេអូព័ត៌មានបឋមម្ដងហើយជុំវិញនឹងករណីហ្នឹងអញ្ចឹងបន្ទាប់ពីសមត្ថកិច្ចបានរកឃើញឡានរបស់ជនរងគ្រោះឡានរបស់ពូតាក់ស៊ីត្រូវបានគេយកទៅប្លង់ចោលនៅក្នុងស្រុកគៀនស្វាយគាត់បើកការស្រាវជ្រាវស៊ើបអង្កេតទៅក៏ចាប់បានបកពួកក្រុមឃាតករម្នាក់ហើយបកពួកនោះក៏បានចង្អុលបង្ហាញទីតាំងដែលខ្លួនបានលាក់សាកសពនៅក្នុងលូនេះគឺលូនេះណាបងប្អូនលូនឹងជម្រៅ2ម៉ែត្រហើយចាក់បេតុងពីលើលូនឹងបិទជិតទៀតសមត្ថកិច្ចជំនាញក៏បានគាស់លូនឹងឡើងហើយកាយសាកសពចេញមកនៅក្នុងលូគឺគេពិនិត្យឃើញថាមានវត្ថុមួយចំនួនដូចជាពូថៅដងឈើមួយដំបងដែកវាយកូនបាល់មួយស្លាបព្រាបៀកស៊ីម៉ង់មួយថង់កៅស៊ូសថ្លាខ្សែភ្លើងនិងជ័ររឹតដែលបានកប់ជាមួយសាកសពជនរងគ្រោះទាំងពីរនាក់នៅក្នុងរណ្ដៅអណ្ដូងលូនោះចាហើយចាក់បេតុងគ្របពីលើបិទជិតតែម្ដងសូមជម្រាបជូនផងដែរថាជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតទាំងពីរនាក់ទី1គឺមានឈ្មោះអែមកំស្រុនភេទប្រុសអាយុ38ឆ្នាំមុខរបរអ្នកបើកបររថយន្តតាក់ស៊ីទីលំនៅនៅក្នុងភូមិជ្រួយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងទី2ចាជនរងគ្រោះគឺមានឈ្មោះតាំងស៊ីមេងហៅលីលីភេទស្រីអាយុ36ឆ្នាំនិយាយទៅគាត់ជាប្រុសកែភេទចាគេហៅថាភេទទី3ណាបងប្អូនគាត់គឺជាបុគ្គលិកការ៉ាអូខេរស់នៅក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញតាមការពិនិត្យសាកសពសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាឈ្មោះអែមកំស្រុនដែលជាពូតាក់ស៊ីគឺមានស្នាមរបួសដាច់រយះនៅកន្លាក់ជើងខាងឆ្វេងជំរឿដល់ឆ្អឹងដាច់សរសៃឈាមហើយចំណែកសាកសពឈ្មោះតាំងស៊ីមេងហៅនីលីត្រូវបានឃាតករយក
ខ្សែភ្លើងចងព័ទ្ធជុំវិញកកំភួនដៃខាងឆ្វេងនិងជើងទាំងពីរចងរឹតដោយខ្សែជ័រល្បិចលាក់សពពីរតង់បំបត្តិភ័ស្តុតាងបងប្អូនទាំងអស់គ្នាមានករណីឃាតកម្មដ៏រន្ធត់តក់ស្លុតថ្មីមួយបានកើតឡើងគឺមានការសម្លាប់កញ្ញាភេទទី3ម្នាក់ដែលមានឈ្មោះថាលៃសម្លាប់ស្លាប់ហើយបានវិចខ្ចប់សពដាក់ចូលទៅក្នុងវ៉ាលីហើយពួកឃាតករហ្នឹងវាអស់វ៉ាលីចុះមកវាហៅតាក់ស៊ីជិះហើយនេះគឺជាពូតាក់ស៊ីដែលជាជនជាតិខ្មែរយើងគាត់អត់ដឹងទេធម្មតាគេហៅតាក់ស៊ីគាត់អ្នករត់តាក់ស៊ីគឺគាត់ដឹកភ្ញៀវទាំងខ្មែរទាំងបរទេសជារឿងធម្មតារបស់គាត់ក្នុងនាមជាអ្នករត់តាក់ស៊ីពេលដែលវាបញ្ជាឲ្យគាត់ដឹកទៅនេះទៅនោះគឺគាត់ទៅតាមវាការពិតបំណងរបស់វាដើម្បីយកវ៉ាលីនេះវ៉ាលីដែលមានសាកសពហ្នឹងណាយកទៅបោះចោលក៏ប៉ុន្តែអាចង្រៃយកនេះវាខ្លាចបែកការណាពួកក្រុមឃាតករនេះគ្នាវាមានដូចជាប្រមាណអ្នកខ្ញុំអត់ទាន់ច្បាស់ដែរដូចជា3ឬប្រមាណអ្នកប៉ុន្តែឮថាក្រុមផ្សេងទៀតកំពុងតែរត់គេចហើយចាប់បានតែម្នាក់ហ្នឹងអញ្ចឹងវាខ្លាចបែកការពីពូតាក់ស៊ីខ្លាចពូតាក់ស៊ីនឹងទៅប្តឹងឃើញហេតុភេទដូចរបៀបផ្លែកអីទៅប្តឹងសមត្ថកិច្ចអីអញ្ចឹងបែកការណាបងប្អូនវាទៅជានឹកឃើញគំនិតរឹតកសម្រាប់ពូតាក់ស៊ីបងប្អូនទាំងអស់គ្នារងគ្រោះខ្លាំងមែនទែនគ្រាន់តែយើងជាអ្នករត់តាក់ស៊ីដើម្បីចង់បានលុយពីភ្ញៀវតិចតួចជាមុខរបររស់ស៊ីសុចរិតត្រឹមត្រូវហេតុអីក៏យើងមកត្រូវស្លាប់ដោយសារតែយើងដឹកឃាតករណាហើយអាណាទៅដឹងថាមនុស្សល្អមនុស្សអាក្រក់បងប្អូនតែគេហៅជីយើងដឹកឲ្យមែនទេស្រាប់ដល់វារត់កសម្រាប់គាត់ហើយវាអស់គាត់ដែលជាពូតាក់ស៊ីនេះយកទៅទម្លាក់ចូលនៅក្នុងរណ្ដៅលូនេះបងប្អូននេះរណ្ដៅលូនេះជាធម្មតានៅតាមដីឡូគេតែងតែមានធ្វើទុកហើយរណ្ដៅលូភាគច្រើនគឺមានគម្របលូបិទដែរតែខ្ញុំអត់ដឹងថាតើវាមានគម្របលូបិទសាប់ឬក៏វាចំហទេដែលវានឹកឃើញយកសាកសពរបស់ពូតាក់ស៊ីតម្លាក់ចូលក្នុងលូហ្នឹងហើយនឹងសាកសពរបស់កញ្ញាភេទទី3ឈ្មោះលៃដែលវាសម្រាប់ដាក់ក្នុងវ៉ាលីរួចហ្នឹងក៏តម្លាក់ចូលទៅក្នុងលូហ្នឹងដែរអញ្ចឹងសាកសពទាំងពីរនាក់ហ្នឹងគឺវាតម្លាក់ចូលនៅក្នុងហ្នឹងហើយវាចាក់បេតុងគ្របពីលើហើយលូហ្នឹងមានជម្រៅ2ម៉ែត្របងប្អូនវាចាក់បេតុងគ្របពីលើដើម្បីបំបត្តិភស្តុតាងបំបត្តិសាកសពហ្មងហើយសកម្មភាពដែលវាធ្វើទៅលើជនរងគ្រោះគឺកើតឡើងតាំងពីថ្ងៃទី23ខែឧសភាឆ្នាំ2026បើគិតមកដល់ពេលនេះឥឡូវថ្ងៃទី2ខែមិថុនាឆ្នាំ2026វាមានរយៈពេល10ថ្ងៃហើយទីតាំងដែលវាយកសពយកទៅលាក់គឺស្ថិតនៅតាមបណ្ដោយផ្លូវបេតុងជាប់មាត់ទន្លេសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញវាលេងអញ្ចឹងអីនេះពូអ្នករត់តាក់ស៊ីជាជនជាតិខ្មែរយើងដល់ពេលអញ្ចឹងគ្រាន់តែឃើញភ្ញៀវបរទេស booking មកដូចរៀងចង់ខ្លាចដឹកហើយមែនទេពូខ្លាចដឹកអត់ជាពិសេសដឹកពេលយប់ហើយបងប្អូនប្រកាសជាឆ្ងល់ថាហើយលាក់សពដល់ថ្នាក់ចាក់បេតុងហេតុអីក៏ប៉ូលីសរកឃើញបើកប់ទៅដីបាត់ហើយណាអាស្អុយក៏មិនស្អុយឲ្យឃើញវ៉ាលីតែក្នុងទឹកឬក៏យកទៅប្លង់ចោលអីក៏អត់ដែរមែនទេរកឃើញដោយសារអីនៅពេលដែលវាធ្វើសកម្មភាពលាក់សពលាក់អីរួចគឺវាបានយកឡានចាវាបើកឡានរបស់ពូតាក់ស៊ីយកទៅប្លង់ចោលនៅទីតាំងមួយកន្លែងយើងត្រឡប់មកដល់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរនេះគាត់បានតែដាក់ពាក្យប្តឹងក្រុមគ្រួសាររបស់ពូតាក់ស៊ីគាត់ប្តឹងថាបាត់ពូតាក់ស៊ីអត់ឃើញអត់តាក់ទងអត់បានអត់មានតំណែងអីចឹងទៅហើយក្រុមគ្រួសារសាច់ញាតិខាងចាកញ្ញាភេទទី3ហ្នឹងក៏បានដាក់ពាក្យប្តឹងដូចគ្នាដល់ក្រោយពេលដែលពួកគាត់ប្តឹងមកក៏ស្រាប់តែគេប្រទះឃើញឡានរបស់ពូតាក់ស៊ីហ្នឹងត្រូវបានគេយកទៅប្លង់ចោលនៅទីតាំងមួយកន្លែងចាអញ្ចឹងប៉ូលីសក៏រកតាមរយៈឡានដែលវាបើកយកទៅប្លង់ចោលនឹងឯងស្រាវជ្រាវស៊ើបអង្កេតតាមជំនាញបងប្អូនហើយខ្ញុំសូមអរគុណហើយសូមសរសើរដល់សមត្ថកិច្ចយើងគឺជំនាញខ្លាំងមែនទែនស្រាវជ្រាវរហូតទាល់តែចាប់បានឃាតករម្នាក់ហើយវាបានសារភាពថាវាបានសម្លាប់កញ្ញាភេទទី3ដាក់វ៉ាលីដាក់អីហើយជួលតាក់ស៊ីដឹកយកទៅវាបានសម្លាប់ពូតាក់ស៊ីចាយកទៅលាក់ទុកនៅទីតាំងក្នុងរណ្ដៅលូនៅក្នុងដីឡូហ្នឹង
ចាអញ្ចឹងនៅក្នុងរណ្ដៅលូដីឡូហ្នឹងវាតម្លាក់សាកសពចូលទាំងពីរអ្នកហ្នឹងតែម្ដងចាក់ស៊ីម៉ងបិទពីលើដើម្បីបំបត្តិស្ដានបំបត្តិផ្ោះតាងសមត្ថកិច្ចក៏ទៅគាស់កកាយយកសពមកតាមទីតាំងដែលវាច្អល់ប្រាប់ហ្នឹងបងប្អូនចាគឺសាហាវខ្លាំងមែនតើ